ngàyនេះគឺខ្ញុំមករៀបបងណាដែលបើកសាឡនដែលគាត់និយាយថាគាត់ចេះហើយប៉ុន្តែគាត់អត់ទាន់ដឹងស្បែកខ្លះៗអញ្ចឹងណាថ្ងៃនេះគឺខ្ញុំមកម៉ាស្សាសម្រាប់ស្បែកមុខបងណាដែលយាធ្លាក់អញ្ចឹងបងខ្លះគាត់អត់ចង់បាញ់ម៉ាស៊ីន HIFU អ្នកខ្លះទៅគាត់អត់សូវមានថវិកាអីចឹងណាអញ្ចឹងគាត់អាចយកសេវាកម្មនេះបានគឺម៉ាស្សាដើម្បីលើកបន្តឹងស្បែកមុខឲ្យក្មេងបង្កើត collagen មកវិញហើយអ្វីដែលសំខាន់គឺឲ្យសរសៃឈាមគាត់នឹងដើរល្អអញ្ចឹងបងអាចមកមើលវិធីដែលខ្ញុំម៉ាស្សាមុខគាត់និយាយទៅបងមានគ្រីមបងមកម៉ាស្សាអញ្ចឹងមកហើយយើងដៃយើងនេះដៃយើងនិយាយទៅយើងអត់ទាន់ធ្វើអីទេយើងលាបឲ្យបានពេញមុខគាត់សិនឃើញទេបងលាបកលាបអីអ្នកខ្លះទៅគាត់អត់មានពេលវេលាមកប៉ុន្តែគាត់ចង់បានស្រួលខ្លួនមែនខ្លួនណានេះឃើញទេយើងអាចម៉ាស្សាហើយយើងអាចម៉ាស្សាដល់កញ្ចឹងកគាត់បានដែរអញ្ចឹងឥឡូវខ្ញុំចាប់ដើមធ្វើណាដំបូងឡើងយើងញីដៃយើងឲ្យវាល្អយើងដាក់1នេះ2 3សំខាន់ដៃយើងអឹបជាមួយមុខគេនេះឃើញទេយើងធ្វើឲ្យសរសៃឈាមលើមុខគាត់រត់បានល្អសិនហើយយើងចាប់ដើមម៉ាស្សាគាត់មួយប៉ុន្តែយើងកុំប្រញាប់យើងធ្វើមួយនេះអញ្ចឹងទៅហើយដៃយើងនេះអូនចាប់ដើមថតនេះ1 2 3 4 5 6 7 8 9 10ហើយយើងដៃមួយទៀតយើងទុកឲ្យគាត់ចេះប៉ុន្តែយើងមិនហ៊ុនគាត់ខ្លាំងយើងហ៊ុនតិចដៃយើងនេះយើងទាញមកអ្នកខ្លះទៅគាត់មានបឿកអ្នកខ្លះទៅគាត់ស្បែកមុខស្បែកថ្ពាល់គាត់វាអញ្ចឹងយើងទាញអញ្ចឹងមកនេះតែមិនមែនទាញខ្លាំងណាដៃយើងអឹបជាមួយនឹងថ្ពាល់គេនេះអញ្ចឹងណាតែដៃយើងមួយទៀតយើងហ៊ុនអ្នកខ្លះទៅគាត់គេមិនសូវគ្រូគាត់ stress គាត់អីចឹងក៏យើងអាចលួចម៉ាស្សាឲ្យគាត់បានដែរនេះឃើញអត់និយាយមែនបងណាចង់បានស្បែកមុខហាប់តឹងណែអាចម៉ាស្សានៅមុនឡាយបានទៅនេះដឹងតែពេញចិត្តហ្មងនេះចឹងដូចខ្ញុំនិយាយចឹងបងខ្លះក៏អត់ចង់ហ៊ានធ្វើសេវាកម្មអីបើអាចម៉ាស្សាមុខនៅមុនឡាយបានទៅនេះហ្មងនេះដៃយើងឃើញអត់និយាយទៅគឺដៃយើងលើកវាយថ្ពាល់គាត់រហូតដើម្បីឲ្យអីសរសៃឈាមគាត់ដើរស្រួលមុខគាត់ហាប់តឹងណែហ្មងហើយហ្នឹងឈាមដើររត់ល្អណាហើយក្មេងជាងវ័យទៀតខ្ញុំនិយាយមែនក្មេងហ្មងបន្ទាប់ពីយើងធ្វើហើយយើងត្រូវប្រើគួយដៃយើងនេះទប់ក្បាលគាត់មកវិញនេះហើយនេះឃើញនេះអានេះឆ្អឹងថ្ពាល់យើងធ្វើយឺតហើយយើងធ្វើដូចជាបំរុងមូអញ្ចឹងលើភ្នែកគាត់វិញដើម្បីឲ្យសរសៃឈាមហ្នឹងវារត់ស្រួលហ្មងបងដឹងហើយពេលសរសៃឈាមយើងរត់បានល្អមុខយើងគឺបង្កើត collagen មកវិញហ្មងនេះឃើញទេហើយសួរថាឈឺអត់ឈឺទេណាគឺគាត់ស្រួលខ្លួនហ្មងពេលចឹងហើយយើងអូសដល់កញ្ចឹងកគាត់នេះយើងធ្វើមកពេលខ្លះក៏យើងលួចម៉ាស្សាគាត់ស្រួលខ្លួនដែរពេលម៉ាស្សាកញ្ចឹងកអូនថតឡើងនេះអូននេះម៉ាស់អញ្ចឹងមកនេះពេលខ្លះក៏គាត់ស្រួលខ្លួនដែរណាពេលដែលគាត់ស្រួលខ្លួនកញ្ចឹងកអីសរសៃឈាមដើរស្រួលបានទាំងអស់ហ្មងនេះឃើញអត់នេះអ្នកខ្លះមានបឿកមានអីហ្នឹងក៏វាបាត់ហើយមុខយាធ្លាក់ក៏វាបាត់ដែរពេលខ្លះយើងម៉ាស្សាដោយដៃតែអ្នកខ្លះគាត់ចង់លឿននេះគាត់បាញ់ HIFU ទៅអ្នកខ្លះគាត់គិតថាអត់ហ៊ានបាញ់អត់ហ៊ានអីចឹងម៉ាស្សាលើកថ្ពាល់មុខមកវិញមកនេះឃើញអត់ដៃយើងអូខេបងចូលចិត្តវីដេអូនោះបងជួយ like ជួយ share ទៅណាចាំខ្ញុំចេញវីដេអូទី2ឲ្យបងមើលអរគុណជម្រាបលា